មានបងប្អូនជាច្រើនចង់ឃើញការដំឡើងសារទ្វារឆ្លាតវៃរបស់ Philips នេះជារបៀបការដំឡើងសារទ្វារឆ្លាតវៃ model DDL 801 5HBS ជាដំបូងយើងត្រូវយកกระดาษពុម្ពសារទ្វារមកបោះជាមួយទ្វាររបស់យើងសិនមុនយើងខួងទ្វាររបស់យើងកុំឲ្យមានការខួងទៅខុសនឹងទំហំសាររបស់យើងនៅពេលដែលយើងខួងទ្វាររួចហើយត្រូវយកដុំសោដាក់ចូលទ្វារហើយចាប់ដាក់មូលវិសចូលទាំង4គ្រាប់នឹងទ្វារឲ្យជាប់បន្ទាប់មកយើងយកសោទ្វារមកដាក់ដំឡើងជាមួយទ្វារដើម្បីភ្ជាប់គ្នាមុនពេលភ្ជាប់គ្នាត្រូវដំឡើងជាមួយសន្ទះដៃពណ៌ខ្មៅដែលមានខ្សៅ4គ្រាប់មុនភ្ជាប់ដៃសោម្ខាងទៀតមុនភ្ជាប់គ្នាជាមួយសោម្ខាងទៀតនៅលើទ្វារយើងត្រូវយកខ្សែភ្លើងសោមកភ្ជាប់គ្នាសិនបន្ទាប់មកត្រូវយកដៃសោទ្វារទាំងពីរដាក់ភ្ជាប់គ្នាបន្ទាប់មកយើងត្រូវមកខ្សៅនិងវិសទាំងអស់ភ្ជាប់គ្នាក្រោយពេលដែលមកខ្សៅរួចហើយយើងត្រូវយកថ្មដែលមាន8គ្រាប់ដាក់ចូលដើម្បីឲ្យវាដំណើរការនេះជាសន្ទះដែកភ្ជាប់នឹងទ្វារសម្រាប់ដាក់កន្លឹះសោរបស់យើងហើយក៏ត្រូវមកវិសឲ្យជាប់ដូចគ្នាពេលនេះសោទ្វាររបស់យើងដំឡើងហើយជាការស្រេច